រឿងព្រេងមួយបានដំណាលថាមានកោះមួយនៅកណ្ដាលមហាសមុទ្រនៅទីនោះជាកន្លែងដែលពួកអារម្មណ៍ទាំងអស់បានរស់នៅយ៉ាងសប្បាយរីករាយដែលមានដូចជាសុភមង្គលទុក្ខព្រួយចំណេះដឹងកំហឹងទំនុកចិត្តភាពច្រណែននិងអារម្មណ៍ផ្សេងទៀតរួមទាំងក្តីស្រឡាញ់ម្នាក់ផងដែរនៅថ្ងៃមួយពួកគេទទួលបានដំណឹងថាកោះនឹងត្រូវលិចចូលមហាសមុទ្រឆាប់ហើយដើម្បីជៀសពីសេចក្តីស្លាប់គឺត្រូវនាំគ្នាចាក់ចែងទៅរកកន្លែងថ្មីឲ្យកាន់តែលឿនតាមដែលអាចធ្វើទៅបានពួកអារម្មណ៍ទាំងអស់បានរៀបចំទូកដើម្បីចេញពីកោះនោះយ៉ាងប្រញាប់ប្រញាល់ប៉ុន្តែក្តីស្រឡាញ់វិញគាត់មិនប្រញាប់ទៅមុនដូចអារម្មណ៍ផ្សេងទៀតឡើយព្រោះថាគាត់នៅចាំមើលក្រែងមានអ្នកណាត្រូវការគាត់ជួយនៅពេលដែលកោះចាប់ផ្ដើមលិចរហូតដល់ជិតអស់ហើយក្តីស្រឡាញ់ប្រកាសឲ្យថាគាត់ជាអ្នកដែលនៅក្រោយគេក៏ប្រញាប់ទៅរកទូកតែមិនមានទូកសេសសល់សម្រាប់គាត់នោះឡើយគាត់ចាប់ផ្ដើមភ័យនិងសម្រេចចិត្តទៅស្វែងរកជំនួយពីអ្នកដទៃដោយឃើញទុកព្រួយហាក់មិនទាន់ទៅណាឆ្ងាយក្តីស្រឡាញ់បានស្នើថាសម្លាញ់ទុកព្រួយខ្ញុំសូមទៅជាមួយផងបានទេខ្ញុំរវល់ចាំជួយគេទៅនៅក្រោយរហូតអស់ទូកទុកព្រួយបានឆ្លើយដោយភាពសោកសៅក្តីស្រឡាញ់អើយឯងល្អណាស់តែខ្ញុំប្រហែលជាត្រូវសុំទោសហើយព្រោះខ្ញុំកំពុងសោកសៅនិងមិនត្រូវការនរណាឲ្យមករញ៉េរញ៉ៃជាមួយនឹងខ្ញុំឡើយខ្ញុំចង់ធ្វើដំណើរតែម្នាក់ឯងប៉ុណ្ណោះបន្ទាប់មកក្តីស្រឡាញ់ក៏បានឃើញកំហឹងឆ្លងកាត់ជាមួយនាវាដ៏ធំមួយក៏បានសួរថាសួស្តីបងកំហឹងតើអាចយកខ្ញុំទៅជាមួយផងបានទេកំហឹងបានតបទាំងសម្ដីអាក្រក់ថាឯងគិតមែនទេថាយើងនឹងអនុញ្ញាតមើលខ្លួនឯងបន្តិចទៅមើលខ្លួនទៅទឹកឲ្យជោគបែបនេះមកជិះជាមួយយើងវានឹងធ្វើឲ្យនាវារបស់យើងខូចខាតមិនខានកំហឹងបោះនាវាចេញទៅផុតបន្តិចក្តីស្រឡាញ់ក៏ក្រឡេកឃើញភាពមានបានបោះទូកដ៏ស្រស់ស្អាតកាត់មុខក៏ស្នើសុំថាសូមជួយខ្ញុំផងភាពមានបានព្រោះកោះចិត្តលិចហើយភាពមានបានឆ្លើយភ្លាមថាតើខ្ញុំអាចជួយឯងរបៀបណាទៅនេះខ្ញុំពិតជាមិនអាចយកឯងមកជាមួយខ្ញុំបានទេដោយឯងឃើញស្រាប់ហើយខ្ញុំមានមាសពេជ្រនិងប្រាក់ជាច្រើនណាស់នៅលើទូកគួរឲ្យសោកស្ដាយណាស់ខ្ញុំមិនអាចមានកន្លែងសម្រាប់ឯងនោះទេសុំទោសផងណាភាពមានបានចេញកាត់ទៅមួយសន្ទុះសេចក្តីសុខក៏បានជិះឆ្លងកាត់មុខក្តីស្រឡាញ់ថែមម្នាក់ទៀតក៏ប៉ុន្តែមើលទៅគាត់ហាក់ដូចជារវល់តែសប្បាយរីករាយនិងត្រេកអរក្នុងទូករបស់គាត់ដែលមិនបានទាំងឮពាក្យសម្ដីដែលក្តីស្រឡាញ់បានរៀបរាប់អង្វរហៅនោះទេក្តីស្រឡាញ់បានត្រឹមតែនឹកហួសចិត្តនិងមិនជឿថាវាសនារបស់គាត់នឹងត្រូវលិចលង់ស្លាប់ទៅជាមួយកោះមួយនេះទេកំពុងតែអង្គុយអស់សង្ឃឹមភ្លាមនោះគាត់ក៏បានលឺសំឡេងបរោះចំណាស់បន្តិចពោលថាក្តីស្រឡាញ់ឆាប់មកនេះមកមិនក៏ងឹតកោះក៏ចិត្តលិចដែរឡើងលើទូកខ្ញុំមកខ្ញុំជួយឯងសេចក្តីស្រឡាញ់ពិតជាត្រេកអរណាស់ព្រោះនោះជាសេចក្តីសង្ឃឹមថ្មីដែលគាត់អាចបន្តរស់រានមានជីវិតបានគាត់បានឡើងជិះទូកជាមួយបរិសុទ្ធចំណាស់នោះនិងបន្តដំណើររហូតទៅដល់ទឹកដីថ្មីលុះនៅពេលដែលពួកគេបានទៅដល់ដីគោកហើយបរិសុទ្ធចំណាស់ក៏បានដើរបែកផ្លូវពីសេចក្តីស្រឡាញ់បាត់ទៅចំណែកសេចក្តីស្រឡាញ់ដែលគាត់កំពុងតែរវល់អររំភើបសប្បាយរីករាយជាមួយនឹងការរស់រានមានជីវិតជាថ្មីហើយក៏ដូចជាមេឃកំពុងតែងងឹតទៀតនោះទៅធ្វើឲ្យគាត់មិនបានដឹងអំពីការចាក់ចែងរបស់បរិសុទ្ធចំណាស់ម្នាក់នោះភ្លាមគាត់មានអារម្មណ៍មិនសូវសប្បាយចិត្តព្រោះមិនទាន់បាននិយាយពីអរគុណនិងមិនទាន់បានស្គាល់ឈ្មោះផងអ្នកមានគុណម្នាក់នោះក៏បានចាក់ចែងទៅបាត់ក្តីស្រឡាញ់ក៏មិនបានបោះបង់ត្រឹមនេះឡើយគាត់ក៏បានសួរនាំអំពីបរិសុទ្ធម្នាក់នោះពីអ្នកដទៃងាកទៅឃើញចំណេះដឹងនៅក្បែរនោះគាត់ក៏បានសួរថាសួស្តីបងចំណេះដឹងតើបងមានដឹងទេបរិសុទ្ធចំណាស់ដែលស្ម័គ្រចិត្តជូនខ្ញុំមកទីនេះហើយបានចាក់ចែងទៅបាត់មុននេះបន្តិចគាត់ជាអ្នកណាបរិសុទ្ធចំណាស់ម្នាក់នោះគឺជាពេលវេលាថាយ៉ាងម៉េចគឺ